ជំរាបសួររីរីស្វាគមន៍សម្រាប់ពេលវេលារៀនភាសាកូរ៉េតាមរយៈភាសាខ្មែរហើយនេះជាពេលវេលាសិក្សាភាសាកូរ៉េបែបសប្បាយៗជាមួយនឹងភិរុន안녕하세요. 강원의 선생님 피론이에요. 오늘도 재미있는 한국어 배우는 시간이에요. 자, 당연히 독니 보여는បន្តសិក្សាអំពីរឿងប្រេងទៀននេះជាបន្តទៀតតែមុននឹងសិក្សានៅវគ្គបន្តនេះខ្ញុំសូមរំលឹកនៅពាក្យខ្លះៗដែលបានរៀនកាលពីសប្តាហ៍មុនចាអញ្ចឹងសិក្សាទាំងអស់គ្នាទៅលើពាក្យថា 준비를 하다. 준비를 하다. 자, ពីនេះមានន័យថារៀបចំចារៀបចំនៅអ្វីមួយអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍ខ្លះដើម្បីមកពន្យល់ជូនមិត្តៗអ្នកស្ដាប់តែម្ដង 학교에 갈 준비를 하다. 자, 학교에 갈 준비를 하다. 자, មានន័យថារៀបចំទៅសាលារៀនចាអញ្ចឹងអ្នកទាំងអស់គ្នាមានចាំពាក្យមួយទៀតអត់ពាក្យថា 뭐뭐 위해. 뭐뭐 위해. ពេលនេះមានន័យថាដើម្បីអ្វីមួយអញ្ចឹងនេះខ្ញុំលើកឧទាហរណ៍ថា 잔치에 가기 위해. 잔치에 가기 위해. 자, ពេលនេះមានន័យថាដើម្បីពិធីជប់លៀងចាដើម្បីទៅពិធីជប់លៀងចាក្រោយពីបានសិក្សានៅពាក្យខ្លះៗពីសប្តាហ៍មុនមកនេះខ្ញុំសូមអង្វរអារម្មណ៍មកសិក្សាជាមួយនឹងខ្ញុំជាបន្តទៀតក្នុងរឿងខ្ញុំខុងជីនិងផាត់ជី잘 들으세요. 콩쥐 팥쥐 뒤따라오던 원님은 개울물에 둥실둥실 떠내려가는 예쁜 신을 보았습니다. 원님은 하인에게 비단신을 건져오라고 시켰는데요. 참 고운 신이구나. 이 비단신은 누구의 것일까? 잔치에 모인 마을 사람들 앞에서 원님은 비단신의 주인을 찾으려고 했습니다.ចាក្រោយពីបានស្ដាប់រឿងព្រេងនិទានជាភាសាកូរ៉េមកនេះខ្ញុំនឹងបង្ពន្យល់នៅប្រយោគក៏ដូចជាពាក្យនីមួយៗដល់មិត្តៗអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងសូមសិក្សាជាមួយនឹងខ្ញុំទាំងអស់គ្នា 콩쥐가 개울을 건너때였습니다. 자,សូមអានតាមនេះខ្ញុំម្ដងទៀត 콩쥐가 개울을 건너때였습니다. 자, មានន័យថានាងខុងជីនឹងបានឆ្លងកាត់ព្រៃឬក៏អូចាអញ្ចឹងយកគ្នាបន្តសិក្សាជាមួយនឹងខ្ញុំក្នុងពេលដំបូងនៅប្រយោគទី1តែម្ដងជាមួយនឹងគ្នាទាំងអស់គ្នាណា따라해 보세요. 개울을 건너다. 개울을 건너다.ចាពេលនេះមានន័យថាឆ្លងកាត់ព្រៃឬក៏អូអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងអត់ពាក្យថា 개울. 개울. ចាពេលនេះមានន័យថាព្រៃឬក៏អូអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ឲ្យព្រៃឬក៏អូចាបើសិនជាស្គាល់ប្រាប់ផងណាអញ្ចឹងយើងអ្នកគ្នាសិក្សាបន្ថែមទៀតជាមួយនឹងពាក្យ 건너다. 건너다. ចាពេលនេះមានន័យថាឆ្លងកាត់ចាឆ្លងកាត់នៅអ្វីមួយអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍ក្បែរនេះដែរគឺពាក្យថា 개울을 건너다. ចាមានន័យថាឆ្លងកាត់ព្រៃឬក៏អូអញ្ចឹងលើកឧទាហរណ៍មួយទៀតដើម្បីបន្ថែមឲ្យងាយយល់ជាងនេះ 길을 건너다. 길을 건너다. ចាមានន័យថាឆ្លងកាត់ផ្លូវចាឆ្លងកាត់ផ្លូវអញ្ចឹងនេះខ្ញុំនឹងនិយាយថា 길을 건넜습니다. 길을 건넜습니다. ចាពេលនេះមានន័យថាបានឆ្លងកាត់ផ្លូវវាគឺជាប្រយោគអតីតកាលអញ្ចឹងអ្នកទាំងអស់គ្នាសូមអានតាមនេះខ្ញុំម្ដងនៅពាក្យថា 길. 길. ចាពេលនេះមានន័យថាផ្លូវចាអញ្ចឹងយើងនឹងគ្នាបន្ថែមអនុវត្តសិក្សាអំពីពាក្យដដែលនេះនៅក្នុងប្រយោគដដែលដែរ 개울을 건너때였습니다. មានន័យថាឆ្លងកាត់ព្រៃឬក៏អូអញ្ចឹងវាថា 뭐뭐 할 때였습니다. ចាពេលនេះមានន័យថាប្រើក្នុងមានន័យថាក្នុងបានអ្វីមួយដែលប្រើជាក្នុងប្រយោគអតីតកាលដែលនឹកឃើញនៅអ្វីមួយអញ្ចឹងនេះខ្ញុំនឹងឧទាហរណ៍ខ្លះៗដើម្បីមកបន្ថែមនឹងបញ្យល់ឲ្យយល់ជាងនេះតទៅទៀតសូមអាននិងស្ដាប់តាមនេះខ្ញុំទាំងអស់គ្នាទៅលើឧទាហរណ៍ថា 내가
밥을 먹을 때였습니다. 내가 밥을 먹을 때였습니다. 자, 비니 미니타 크롱페 다킴 호바이. 자, 크롱페 다킴 호바이. 프라지 프로요 아따이따까. 인정 비타 밥을 먹다. 밥을 먹다. 비니 미니타 호바이. 자, 인정បន្តសិក្សាជាមួយនឹងខ្ញុំបន្ថែមទៀតនៅប្រយោគបន្ទាប់ 어머, 어쩌지? 바로 뒤에 원님이 오고 계시네.អ្វីដែរលោកអភិបាលស្រុកថ្មីហ្នឹងបានដើរមកពីក្រោយនាងតែម្ដងចាដើរពីក្រោយនាងដោយមិនដឹងថានាងឃើញភ្លាមក៏ភ្ញាក់ផ្អើលមួយរំពេចភ្លាមអញ្ចឹងសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំទាំងអស់គ្នាណាតារ៉ាហេបូសេអូអមអចជីអមអចជីចាពីនេះមានថាអ្វីដែរប្រើក្នុងលក្ខណៈភ្ញាក់ផ្អើលឬក៏ស្រឡំកាំងនៅអ្វីមួយអញ្ចឹងយើងនឹងគ្នាសិក្សាបន្ថែមទៀតទៅលើពាក្យមួយទៀតនៅក្នុងប្រយោគនេះដដែល따라해보세요. 바로 뒤에 원님이 오고 계시네. 바로 뒤에 원님이 오고 계시네. 자, 미니타លោកអភិបាលស្រុកថ្មីនឹងបានដើរឈរពីក្រោយនាងតែម្ដងអញ្ចឹងពាក្យថា 원님 ពេលនេះមានន័យស្រីនឹងពាក្យថា សាតូ ចាពាក្យថាសាតូនេះមានន័យថាអភិបាលស្រុកឬក៏អ្នកត្រួតត្រាក្នុងស្រុកចាពីនេះគឺមានន័យដូចគ្នាអញ្ចឹងយើងនឹងសិក្សាបន្ថែមទៀតទៅលើពាក្យថា parodie មានន័យថាភ្លាមនោះនៅពីក្រោយអញ្ចឹងពាក្យថា ទីពីនេះមានន័យថាពីក្រោយតែម្ដងចំណែកឯពាក្យថា paro ពេលនេះមានន័យថាភ្លាមឬក៏ចាអញ្ចឹងអ្នកខ្ញុំសូមលើកឧទាហរណ៍ថា바로 뒤에 처수가 있었습니다. 바로 뒤에 처수가 있었습니다. 자, 미니타 플림플림នៅពីក្រោយហ្នឹងមានគឺមានឆោស៊ូអញ្ចឹងអត្ថន័យនៅពាក្យឆ្នបដដែលជាមួយនឹងពាក្យនេះទៀតសិក្សាជាមួយគ្នាបន្ថែម 바로 앞에 មានន័យថាពីមុខអញ្ចឹងឧទាហរណ៍អញ្ចឹងសិក្សាបន្ថែមទៀតទៅលើពាក្យថា 바로 위에 មានន័យថាពីលើអញ្ចឹងអ្នកខ្ញុំនឹងលោកឧទាហរណ៍ខ្លះៗដើម្បីមកបញ្យល់បន្ថែមដល់មិត្តមានអ្នកស្ដាប់តែម្ដង 우산이 어디에 있니? 우산이 어디에 있니? 자, 찾나요? 믿어요? 자, 바로 문 앞에 있어요. 바로 문 앞에 있어요. 자,នៅក្បែរបង្អួតចានៅក្បែរបង្អួតឆាននៅក្បែរបង្អួតយោចាអញ្ចឹងវាថាមុនពេលនេះមានន័យថាបង្អួចអញ្ចឹងយើងនឹងបន្តសិក្សាបន្ថែមទៀតទៅលើប្រយោគបន្ទាប់ 노란 콩쥐는 서둘러 개울 다리를 건너다 그만 피탄신 한 짝을 물에 빠뜨렸습니다. 자, មានន័យថានឹងគង្ជីនឹងបានភ្ញាក់ផ្អើលជាខ្លាំងហើយបានប្រញាប់បញ្ញាឆ្លងកាត់ស្ពានហើយបានធ្វើឲ្យជ្រុះនៅស្បែកជើងមួយចំហៀងអញ្ចឹងទៅមួយចំហៀងទៅក្នុងទឹកអញ្ចឹងយើងនឹងសិក្សាបន្ថែមទៅលើពាក្យថា 노란 콩쥐는 ចាមានន័យថានាងខុងជីដែលភ្ញាក់ផ្អើលអញ្ចឹងពាក្យថា dolata ពេលនេះមានន័យថាភ្ញាក់ផ្អើលចាអញ្ចឹងដល់គ្នាសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំបន្ថែមទៀតទៅលើពាក្យថា 서둘러 ពេលនេះមានន័យថាប្រញាប់ប្រញាល់កិរិយាសព្ទដើមរបស់វាគឺពាក្យថា 서두르다 ពេលនេះមានន័យថាប្រញាប់ប្រញាល់អញ្ចឹងអ្នកខ្ញុំនឹងលើឧទាហរណ៍ថា 시간이 많아요. 천천히 하세요. 서두르지 마세요. 자, សូមអានម្ដងទៀត 시간이 많아요. 천천히 하세요. 서두르지 마세요. 자, មានន័យថាមានពេលច្រើនណាធ្វើមួយកុំប្រញាប់ប្រញាល់អីអញ្ចឹងពាក្យថា 시간이 많아요. ពេលនេះមានន័យថាមានពេលច្រើនអញ្ចឹងអ្នកទាំងអស់គ្នាសិក្សាមួយទៀតនៅពាក្យថា 천천히 하세요. មានន័យថាធ្វើអ្វីមួយដោយយឺតកុំបខំចាអញ្ចឹងពាក្យថា 서두르지 마세요. ពេលនេះមានន័យថាកុំប្រញាប់ប្រញាល់
자, 석사만 함께 지모이네 김치បន្ត 신한짝을 물에 빠뜨렸습니다. 신한짝을 물에 빠뜨렸습니다. មានន័យថាស្បែកជើងមួយចំហៀនហ្នឹងបានធ្លាក់ទៅក្នុងទឹកអញ្ចឹងយើងនឹងបន្តសិក្សានៅពាក្យខ្លះជាមួយនឹងខ្ញុំជាបន្តទៀតនៅពាក្យថា 신발 한 짝 신발 한 짝 ពាក្យនេះមានន័យថាស្បែកជើងមួយចំហៀងអញ្ចឹងពាក្យថា 신발 한 켤레 ចាពាក្យនេះមានន័យថាស្បែកជើងមួយគូអញ្ចឹងពាក្យថា 한 짝 한 짝 ពាក្យនេះមានន័យថាមួយចំហៀងអ្វីមួយចំហៀងអញ្ចឹងពាក្យមួយចំហៀងវាផ្ទុយនឹងពាក្យថា 한 켤레 한 켤레 ពាក្យនេះមានន័យថាមួយគូចាអញ្ចឹងនេះខ្ញុំនឹងបន្ថែមសិក្សាបន្ថែមទៀតនៅពាក្យថា 아이고 은행에 가는데 도장을 빠뜨렸네. 자, ពាក្យនេះមានន័យថាហើយភ្លេចយកត្រាទៅធនាគារចាអញ្ចឹងពាក្យថា 빠뜨렸네 ក្នុងឃ្លានេះមានន័យថាភ្លេចមិនមែនមានន័យថាជ្រុះឬក៏ធ្លាក់នោះទេអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយពាក្យថា 은행 ពាក្យនេះមានន័យថាធនាគារចាអញ្ចឹងអ្នកគ្នាសិក្សាបន្ថែមទៀតនៅវគ្គទី2នៅបន្តទៀតអញ្ចឹងវគ្គទី1ក៏បានបញ្ចប់ត្រឹមនេះដែរយើងអ្នកគ្នាបន្តសិក្សានៅវគ្គទី2បន្តទៀតនៅក្នុងរឿងខុងជីផាជី잘 들으세요 콩쥐 팥쥐 뒤따라오던 원님은 개울물에 둥실둥실 떠내려가는 예쁜 신을 보았습니다. 원님은 하인에게 비단신을 가져오라고 시켰는데요. 참 고운 신이구나. 이 비단신은 누구의 것일까? 잔치에 모인 마을 사람들 앞에서 원님은 비단신의 주인을 찾으려고 했습니다. 자, ក្រោយពីទទួលស្ដាប់រឿងព្រេងនិទានជាភាសាកូរ៉េរួចមកអ្នកខ្ញុំនឹងបន្តសិក្សារឿងព្រេងនិទាននេះជាបន្តទៀតដែលអ្នកខ្ញុំនឹងបញ្ចូលនៅពាក្យក៏ដូចជាប្រយោគនីមួយៗនៅក្នុងរឿងអត្ថបទនេះដែរអញ្ចឹងសូមមិត្តទាំងអស់គ្នាសូមអាននិងសិក្សាជាមួយអ្នកខ្ញុំទាំងអស់គ្នាសូមសិក្សានៅពាក្យនៅប្រយោគដំបូងទាំងអស់គ្នា 뒤따라오던 원님은 개울물에 둥실둥실 떠내려가는 예쁜 신을 보았습니다. ចាលោកអភិបាលស្រុកក៏បានដើរពីក្រោយនាងបានឃើញស្បែកជើងដ៏ស្អាតអណ្ដែតលេចឡើងចាអណ្ដែតលេចឡើងពីក្នុងទឹកលេចចុះទៅលេចឡើងនៅក្នុងទឹកអូរនឹងតែម្ដងអញ្ចឹងយើងនឹងហ៊ានសិក្សាបន្ថែមទៀតនៅពាក្យដំបូងនៅក្នុងប្រយោគនេះតែម្ដងជាមួយនឹងខ្ញុំទាំងអស់គ្នាតារ៉ាហេបូសេយ៉예쁜 신 예쁜 신ពេលនេះមានន័យថាស្បែកជើងដ៏ស្អាតចាអញ្ចឹងពាក្យថា예쁜 예쁜 ពេលនេះមានន័យថាស្អាតវាប្រើទៅក្នុងលក្ខណៈពាក្យថាជាគុណនាមអញ្ចឹងគុណនាមដើមរបស់វាគឺពាក្យថា 예쁘다 예쁘다 ពេលនេះមានន័យថាស្អាតចាអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍ថា 예쁜 치마 예쁜 치마 ពេលនេះមានន័យថាសំពត់ស្អាតអញ្ចឹងពាក្យថា 치마 치마 ពេលនេះមានន័យថាសំពត់អញ្ចឹងយើងនឹងខ្ញុំបន្ថែមសិក្សាមួយទៀតនៅពាក្យថាប្រើក្នុងលក្ខណៈឲ្យវាដូចថាប្រើជាភាសាសន្ទនាតែម្ដង 치마가 예뻐요 치마가 예뻐요 ចាមានន័យថាសំពត់ពិតជាស្អាតអញ្ចឹងយើងនឹងសិក្សាបន្តទៀតនៅប្រយោគបន្ទាប់ជាមួយនឹងខ្ញុំទាំងអស់គ្នា 원님은 하인에게 비단신을 건져오라고 시켰는데요. ចាលោកអភិបាលស្រុកនឹងបានបញ្ជាឲ្យអ្នកបម្រើនឹងទៅយកស្បែកជើងនោះមកចាអញ្ចឹងយើងនឹងហ៊ានសិក្សាពាក្យមួយទៀតក្នុងប្រយោគនេះជាបន្តទៀតជាមួយនឹងខ្ញុំទាំងអស់គ្នាតារ៉ាហេបូសេយ៉ចានៅពាក្យថា 시켰는데요 시켰는데요 ចាពាក្យនេះមានន័យថាប្រើឬក៏បញ្ជាអញ្ចឹងពាក្យកិរិយាសព្ទដើមរបស់ពាក្យនេះគឺពាក្យថា 시키다 시키다 ចាមានន័យថាបញ្ជាឬក៏ប្រើអញ្ចឹងនេះខ្ញុំនឹងលើកអនុវត្តនៅពាក្យខ្លះៗទៅលើពាក្យនេះដដែល 일을 시키다 일을
시키다 មានន័យថាបញ្ជាការងារឬក៏ប្រើការងារនៅអ្វីមួយអញ្ចឹងឧទាហរណ៍បន្ថែមទៀតទៅលើពាក្យនេះដែរ 청소를 시키다 청소를 시키다 ចាមានន័យថាបញ្ជាឲ្យសម្អាតអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងពាក្យថា 청소 청소 ពីនេះមានន័យថាសម្អាតអញ្ចឹងនេះខ្ញុំលើកឧទាហរណ៍មួយទៀតទៅលើពាក្យនេះដែរ 세차를 시키다 세차를 시키다 ចាពាក្យនេះមានន័យថាកំងបាយហូបចាអញ្ចឹងពាក្យថាត្រង់កន្លែងហូបបាយនេះវាមិនមានន័យថាបញ្ជាឲ្យហូបបាយនោះទេវាមានន័យថាពាក្យកំងទៅវិញអញ្ចឹងបន្ថែមឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់បន្ថែមតទៅនេះទៀតសូមសិក្សាជាមួយនឹងខ្ញុំទាំងអស់គ្នាទៅលើពាក្យនេះដែរលើពាក្យថា 커피 한 잔을 시키다 커피 한 잔을 시키다 មានន័យថាកំងកាហ្វេមួយកែវអញ្ចឹងពាក្យថា coffee មានន័យថាកាហ្វេអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍មួយទៀតដើម្បីមកបញ្យល់បន្ថែមដើម្បីងាយស្រួលយល់ជាងនេះ 어머니는 중국집에 짜장면 2그릇을 시켰습니다. 어머니는 중국집에 짜장면 2그릇을 시켰습니다. 자, 마어 그리고 마과 ban có món mì 짜장 비잔 비항 바이전. អញ្ចឹងពាក្យថា 짜장 짜장 នេះមានន័យថាជាពាក្យមីចាចាំងរបស់ប្រទេសចិនចាអញ្ចឹងយើងនឹងគ្នាបន្ថែមសិក្សាបន្ថែមទៀតទៅលើពាក្យបន្ទាប់នៅក្នុងប្រយោគនេះតែម្ដងជាមួយនឹងខ្ញុំទាំងអស់គ្នា 따라 해보세요. 비단신을 건져오다. 비단신을 건져오다. 자, ពីនេះមានន័យថាយកស្បែកជើងមកចាយកស្បែកជើងមកដែលដូចថាបញ្ជាអ្នកណាម្នាក់អត់ទៅយកស្បែកជើងមកអញ្ចឹងយើងនាំគ្នាសិក្សានៅឧទាហរណ៍នេះដែរ 원님은 하인에게 피단신을 건져오라고 시켰는데요. 자, មានន័យថាលោកអភិបាលស្រុកហ្នឹងបានបញ្ជាឲ្យអ្នកបម្រើហ្នឹងទៅយកស្បែកជើងនោះមកអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងទេពាក្យថា 하인 하인 ពេលនេះមានន័យថាអ្នកបម្រើចាអញ្ចឹងយើងនាំគ្នាសិក្សាបន្ថែមទៀតទៅលើប្រយោគបន្ទាប់ជាមួយនឹងខ្ញុំទាំងអស់គ្នា참 고운 신이구나. 이 피단신은 누구의 것일까? 자, 왜니 미니타 bấtស្បែកជើងដ៏ស្អាតមែនដ៏ស្អាតល្អមែនតែស្បែកជើងនេះជារបស់អ្នកណាក្នុងលក្ខណៈដែលថាមានចង្អុលចាសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំទាំងអស់គ្នា따라 해보세요. 참 고운 신이구나. 참 고운 신이구나. 자, ពីនេះមានន័យថាស្បែកជើងពិតជាស្អាតពិតជាល្អមែនចាអញ្ចឹងសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំនៅពាក្យថា 고운 신 고운 신 ពេលនេះមានន័យថាស្បែកជើងស្អាតវាស្មើនឹងពាក្យថា 이쁜 신 이쁜 신 ពេលនេះគឺមានន័យដូចគ្នាស្បែកជើងស្អាតសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំទាំងអស់គ្នា따라 해보세요. 이 비단신은 누구의 것일까? 자, ពេលនេះមានន័យថាស្បែកជើងនេះជារបស់អ្នកណាអញ្ចឹងពាក្យថា 누구의 것 누구의 것 ពេលនេះមានន័យថារបស់អ្នកណាអញ្ចឹងអ្នកខ្ញុំនឹងលើកឧទាហរណ៍ថា 이 가방은 누구의 것입니까? តើកាបូបនឹងវាជារបស់អ្នកណាទៅ 네, 그 가방은 나의 것입니다. 자,កាបូបនឹងវាជារបស់ខ្ញុំចាគួរឲ្យសោកស្ដាយមែនទែនដល់ពេលវេលាដែលត្រូវបញ្ចប់ក្នុងការសិក្សាភាសាកូរ៉េផងដែរនៅម៉ោងក្រោយនេះអ្នកខ្ញុំនឹងបន្តបង្រៀននិងបញ្យល់ក្នុងរឿងព្រេងនិទាននេះជាបន្តទៀតចាជួបគ្នានៅថ្ងៃក្រោយទៀតសូមអរគុណសូមជម្រាបលា